នេះបងប្អូននេះបន្ទាប់ពីយើងពងទូគ្រប់ជ្រុងជ្រោយតាំងពីផ្នែកលើដបូលជាងសងខាងរួចរាល់នេះដល់ជាផ្នែកដែលយើងចាប់ដើមសម្រេចក្នុងការដេរជញ្ជាំងឲ្យវាចិត្តមុខតែម្ដងបន្ទាប់ពីយើងពងទូបានរួចរាល់គិតថាវាត្រឹមត្រូវ 100% ហើយឥឡូវយើងចាប់ដើមដេរផ្នែកជញ្ជាំងសងខាងទៅតាមមាត្រដ្ឋានការងារផ្នែកជាងតោនដើម្បីឲ្យវាមានមុខមាត់ស្អាតគឺមានបច្ចេកទេសក្នុងការដេរហើយជញ្ជាំងហើយជាពិសេសគឺលើដបូលដែលយើងសេរីឲ្យត្រូវមុខនេះអស់ហើយបងប្អូនមើលឲ្យវាសមប្រកបជាមួយនឹងទំនង់ភ្លីផ្នែកដបូលអ្វីដែលសំខាន់នៅពេលដែលយើងមើលទាំងផ្នែកលើផ្នែកជញ្ជាំងហើយនិងផ្នែកបាតគឺវាស៊ីគ្នាទាំងស្រុងតែម្ដងសម្រាប់ការដេរសម្រាប់ចុងក្រោយអូខេអរគុណ